កិច្ចប្រជុំតម្រង់ទិសមន្ត្រីកសិកម្មឃុំនៅថ្ងៃទី7 ខែមីនាឆ្នាំ2025ឯកឧត្តមខិតសុធីអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំទាំង8រូបនៅក្នុងខេត្តប៉ៃលិនក្នុងឱកាសនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទឹកចិត្តមន្ត្រីកសិកម្មឃុំដែលទើបជ្រើសរើសថ្មីតាមរយៈការប្រឡងប្រជែងដែលរៀបចំដោយក្រសួងមុខងារសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាបើជាប់ដោយមោទនៈបើធ្លាក់ដោយអស់ចិត្តទន្ទឹមនឹងនោះដែរឯកឧត្តមក៏បានណែនាំដល់មន្ត្រីកសិកម្មឃុំថ្មីត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរឃុំសង្កាត់ដែលខ្លួនបំពេញការងារខិតខំសម្របសម្រួលបញ្ហាដែលជួបប្រទះសិក្សាសក្តានុពលក្នុងឃុំសង្កាត់ធ្វើយ៉ាងណាជួយកសិករដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ជម្រាបសួរនេះខ្ញុំឈ្មោះខានមរតកជាមន្ត្រីកសិកម្មឃុំថ្មីនៅសង្កាត់បរិយាខានេះខ្ញុំតួនាទីរបស់មន្ត្រីកសិកម្មឃុំទី1គឺយើងកំណត់បញ្ហារបស់កសិករថាតើកសិករគាត់ជួបប្រទះនឹងបញ្ហាប្រឈមអីគេខ្លះហើយទី2គឺយើងរាយការណ៍បញ្ហាប្រឈមទៅតាមឋានានុក្រមហើយទី3នឹងជួយដោះស្រាយនិងគ្រប់គ្រងរាល់បញ្ហាប្រឈមទាំងអស់ហ្នឹងហើយទី4គឺយើងជួយពង្រឹងទៅលើការបង្កើតសហគមន៍កសិកម្មទំនើបនិងទី5គឺយើងផ្ដោតសំខាន់ទៅលើការប្រមូលស្ថិតិកសិកម្មនៅក្នុងសង្កាត់ចាហើយក្នុងនាមខ្ញុំជាមន្ត្រីកសិកម្មឃុំថ្មីនេះខ្ញុំនឹងបដិញ្ញាថានឹងជួយដោះស្រាយរាល់បញ្ហាកសិករដែលគាត់តែងតែជួបប្រទះបញ្ហាប្រឈមនៅក្នុងថ្នាក់ឃុំនិងជួយដោះស្រាយឲ្យគាត់មានភាពល្អប្រសើរជាងមុនចាសូមអរគុណ